463 This man has a blank ប្រែប៉ុណ្ណឹងសិនមើលបរោះនេះមានចុច A អានមកអានមើល mustaches វាមានថែបអីទៀតណា mustaches អីហ្នឹង mustaches ហ្នឹងពុកមាត់ B barber ជាងកាត់សក់ C beard ពុកចកាហើយនឹង D face hair មុខ hair សក់ face hair សក់មុខស្មើនឹងរោមណារោមមុខតោះយកអីបាទចម្លើយត្រឹមត្រូវគឺចម្លើយ C បាទត្រឹមត្រូវហើយ beard យើងយកចម្លើយ C ពាក្យ beard ពុកចកាអានេះយើងអាចបកស្រាយឲ្យខុសបានហេតុអីបានជាយកអាហ្នឹងសម្រាប់ចម្លើយ A មើល A មើលសិនមើលពុកមាត់ហើយបើមានបានผมយកវាមកពីវាមានថែមឲ្យទៅជា plural ហើយប្រយោគរបស់យើងវាមានអីពីមុខអាមុខហ្នឹងមុខចន្លោះហ្នឹងតែមិនបូក noun plural បានទេត្រូវបូក noun singular បាទអញ្ចឹងមិនមែនថាគាត់មានពុកមាត់បានបើមានបានណាបើយើងលុបអាចចោលក៏អាចដែរដល់B barber មានជាងកាត់សក់ហ្នឹងអត្ថន័យស្ដាប់មិនបានទេណាហើយD face hair ហ្នឹងគេដាក់មកប្រឡប់យើងទេ face hair រោមមុខគឺពុកមាត់ហ្នឹងហើយបាទពុកមាត់អ្នកខ្លះគេដុសច្រើនដុសពេញហ្នឹងអស់ណាគេដាក់មកប្រឡំបាទអញ្ចឹងរោមមុខគេហៅថាពុកមាត់គេមិនប្រើ face hair អញ្ចឹងគេប្រើ beard ពុកចកាដូចចម្លើយ C ហ្នឹងណាតោះអញ្ចឹងសរុបមកចម្លើយរបស់យើងម្ដងទៀតគឺចម្លើយ C ពេលដាក់ចូលទៅ This man has a beard បាទបានន័យថាបរិះនេះមានពុកចង្កា